អ្នកទាំងអស់គ្នាមានដឹងអត់ថាចំនួនគណៈអភិបាលនៃរាជធានីខេត្តក្រុងស្រុកខណ្ឌនៅក្នុងប្រទេសជាណាចក្រកម្ពុជាយើងបច្ចុប្បន្នមានចំនួនប្រមាណហើយសម្រាប់គ្នាមួយចំនួនដែលគាត់អត់ទាន់យល់ថាអីគេគឺជាគណៈអភិបាលហ្នឹងសម្រាប់គណៈអភិបាលគឺបានមកពីអភិបាលបុកជាមួយនឹងអភិបាលរងដែលទៅជួយទទួលបន្ទុកនៃការងាររបស់គាត់ហើយបើសិនគ្នាមួយចំនួនដែលអត់យល់ពីពាក្យអភិបាលហ្នឹងទេគ្នាយើងប្រហែលជាអាចយល់ចៅហ្វាយខេត្តឬក៏ចៅហ្វាយរងខេត្តអីចឹងមួយចំនួនត្រូវអត់ចឹងកាលមុនហ្នឹងគឺគេហៅថាចៅហ្វាយខេត្តចៅហ្វាយរងចៅហ្វាយរងស្រុកចៅហ្វាយរងចៅហ្វាយស្រុកចៅហ្វាយរងស្រុកអញ្ចឹងណាប៉ុន្តែបច្ចុប្បន្ននេះគឺគេលែងហៅចឹងទៀតហើយគឺគេបដូរពីចៅហ្វាយខេត្តចៅហ្វាយស្រុកហ្នឹងមកហៅជាអភិបាលខេត្តអភិបាលស្រុកវិញម្ដងហើយសម្រាប់អភិបាលហ្នឹងគឺមានអភិបាលរងដើម្បីគឺជាសេនាធិការរបស់គាត់ជួយគាត់ទៅលើការងារនៅក្នុងវិស័យផ្សេងៗហើយសម្រាប់ចំនួនបច្ចុប្បន្ននៃគណៈអភិបាលនៅក្នុងប្រជាជាតិកម្ពុជាយើងនេះវិញគឺតាមវិសោធនកម្មមាត្រា140ស្ដីពីច្បាប់ស្ដីពីការគ្រប់គ្រងទានីខេត្តក្រុងស្រុកខណ្ឌហ្នឹងដែលធ្វើវិសោធនកម្មនៅថ្ងៃទី3មិថុនាឆ្នាំ2022ហ្នឹងមកគឺបានកំណត់ចំនួនគណៈអភិបាលមានដូចតទៅទី1គឺគណៈអភិបាលរាជធានីភ្នំពេញមានយ៉ាងច្រើន11រូបអញ្ចឹងមានន័យថានៅក្នុងហ្នឹងមានអភិបាល1រូបជាមួយនឹងអភិបាលរងចំនួន10រូបទៀតដែលជួយគាត់ទៅលើការងារនៅក្នុងវិស័យផ្សេងៗហ្នឹងហើយសម្រាប់អភិបាលខេត្តវិញមានចំនួនពី7ទៅដល់11រូបហើយនៅក្នុងក៏មានអភិបាល1រូបជាមួយនឹងអភិបាលរងប្រមាណរូបតាមចំនួនជាក់ស្ដែងចឹងទៅហើយសម្រាប់ក្រុងស្រុកខណ្ឌវិញគឺមានចំនួនគណៈអភិបាលពី5ទៅ7រូបដែលមានអភិបាល1រូបហើយអាចមានចំនួនប្រមាណទៀតទៅគឺជាអភិបាលរងហើយសម្រាប់ចំនួនជាក់ស្ដែងរបស់គណៈអភិបាលនឹងវិញគឺយើងកំណត់តាមអនុក្រឹត្យរបស់នាយករដ្ឋមន្ត្រីតាមសំណើពីរដ្ឋមន្ត្រីក្រសួងហាផ្ទៃគាត់បានស្នើទៅរដ្ឋមន្ត្រីទៅថាសម្រាប់ខេត្តនឹងស្រុកនឹងអញ្ចឹងត្រូវដាក់ចំនួនគណៈអភិបាលចំនួនប្រមាណដែលឲ្យសមទៅតាមដែលគេមើលទៅតាមកត្តាវិទ្យាសាស្ត្រហើយនិងកត្តាភូមិសាស្ត្រមានថាគឺមើលទៅលើទំហំដីហើយនិងទំហំប្រជាជនបើសិនជាប្រជាជនច្រើនទៅគឺយើងអាចដាក់ចំនួនគណៈអភិបាលរៀងច្រើនទៅហើយបើតិចគឺយើងដាក់តិចទៅតាមនឹងអញ្ចឹងណាហើយសម្រាប់ចំនួនជាក់ស្ដែងហ្នឹងគឺគេនឹងវិភាគមើលទៅលើចំណុចហ្នឹងហើយគេខាងរដ្ឋមន្ត្រីក្រសួងហាផ្ទៃហ្នឹងគឺគាត់នឹងស្នើទៅនាយករដ្ឋមន្ត្រីដើម្បីដាក់ចំនួនហ្នឹងមកជាក់ស្ដែងហើយថ្ងៃហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេដើម្បីប្រាប់ដល់អ្នកទាំងអស់គ្នាហើយសម្រាប់វីដេអូក្រោយខ្ញុំនឹងព្យាយាមស្រាវជ្រាវទៅលើអភិបាលនៃគណៈអភិបាលខេត្តនីមួយៗថាមានអ្នកគេខ្លះដែលគាត់កំពុងទៅកាន់តំណែងបច្ចុប្បន្ននេះដែរហើយសម្រាប់គ្នាដែលចង់ដឹងចាំតាមដានខ្ញុំនៅវីដេអូក្រោយជម្រាបលាអ្នកទាំងអស់គ្នាបាយបាយ